អ្នកខ្លះគេធ្លាប់តែបដិវត្តទៅឲ្យគេនិយាយទៅវាបដិវត្តវត្តឯងយើងអត់លេងជាមួយណាបងប្អូនអ្នកខ្លះធ្លាប់តែធ្វើសង្គ្រាមធ្លាប់តែបាញ់គ្នាធ្លាប់តែសម្លាប់គ្នាគេតែពីពាក្យសង្គ្រាមសង្គ្រោះជាតិអត់សង្គ្រាមសន្តិភាពសម្រាប់ទាំងអស់គ្នាហើយបងប្អូនចាប់អារម្មណ៍ចំណុចមួយឥឡូវនេះបោះឆ្នោតលើកនេះណាបន្ទាប់ពីបោះឆ្នោត93មកមានបោះឆ្នោតលើកនេះទេគេផ្អើលពេញបងប្អូនគេតាមមើលច្រើនណាស់បងប្អូនពីព្រោះអីបានគេតាមដើរមើលច្រើនកាលពី93គេមើលម្ដងហើយមានអង្គការសហជាតិមកបើឥឡូវអង្គការសហជាតិមកទៅដល់ក៏ដោយដល់ពិភពលោកកំពុងផ្ដោតផ្នែកវិញមកការបោះឆ្នោតនេះមិនបានអញ្ចឹងខ្ញុំបានដើរពេញពិភពលោកហើយគេចាប់អារម្មណ៍ខ្លាំងណាស់ចំពោះឆន្ទៈរបស់ប្រជារដ្ឋខ្មែរដែលចង់មានការផ្លាស់ប្ដូរហើយអ្វីដែលសំខាន់នោះគេមើលមកគូប្រកួតមកគូនេះគឺគណៈបកកាន់អំណាចនិងគណៈបកសង្គ្រោះជាតិបាទគេមើលមកគូនេះគណៈបកមានច្រើនណាស់ប៉ុន្តែសួរថាប្រជាពលរដ្ឋដែលចង់ឲ្យមានការផ្លាស់ប្ដូរនោះតើបោះឆ្នោតឲ្យគណៈបកណាដែលអត់បដូរគណៈបកកាន់អំណាចបែបនេះបាទណាបងប្អូនមានបកណាអត់បដូរបានទេមានតែសង្គ្រោះជាតិទេបាទពីព្រោះកម្លាំងមហាគ្នាដាក់បេក្ខជនឃុំសង្កាត់បានពេញដូចគ្នាទាំង1646ឃុំមានតែ2បកហ្នឹងទេចឹងគូនេះជាគូតំងន់បានគ្នាបើឡើងបដាលវិញមានអ្នកទិញសេវាកោលមួយច្រើនទៀតខ្ញុំមិនថាបកដីមិនល្អទេល្អមិនល្អខ្ញុំមិនថាទេប៉ុន្តែអ្នកទាំងឡាយណាដែលចង់ឲ្យមានការផ្លាស់ប្ដូរពិចារណាទៅតើបោះឲ្យបកណាដែលអាចដូរបានហើយមានបកណាដូរបានទេទៅមួយទេចឹងហើយដោយបោះអត់បានដូរទេមែនទេបងប្អូនបាទចឹងហើយខ្ញុំនឹងបញ្ជាក់ជូនថាឥឡូវនេះគេកំពុងចាំមើលយើងមកមានតែផ្សំគ្រោះជាតិមួយដែលអាចដូរបានហើយគេតាមដានមើលឥឡូវគេមកកាន់ច្រើនទៀត2017ប៉ុណ្ណឹងបងប្អូន2018ដូរថំមកបងប្អូនដូរថំមកសំគ្រោះជាតិឡើងដាក់ក្នុងប្រទេសហើយមានសន្តិភាពពិតមានអភិវឌ្ឍពិតមានសិទ្ធិមនុស្សមានប្រជាធិបតេយ្យពិតនៅកម្ពុជាជាមិនខានមានយុទ្ធសាស្ត្រមានអភិវឌ្ឍតាមយុទ្ធសាស្ត្រនិងមានសន្តិភាពពិតជាយកទៅដល់សន្តិភាពឥឡូវសួរចុងក្រោយតើមនុស្សទៅណាសង្គ្រោះជាតិបាទសូមអរគុណសូមជូនពរបងប្អូនត្រឡប់ទៅវិញបានមានសុខភាពនិងទទួលជ័យជំនះថ្ងៃទី4ខែមិថុនាឆ្នាំ2017នេះអរគុណមកជាបាយបាយខ្លួនមកអរគុណជាជំនាញគ្រឿងទេសចរ
ការវាសន្តិសុខសវណ្ណទេពីជួយខ្មែរទាំងអស់ទីជួយការវាសន្តិសុខសវណ្ណទេពីជួយខ្មែរទាំងអស់បំរើស្មាជួយសង្គ្រោះនឹងលើកកំពូលការងារដល់កុមារគុំយុគថ្ងៃមិនគិតថាស្រាបំបត្តិញៀនលើបានស្រាតែប្រំរួយយោបាយថ្នាក់ជាតិក្នុងគុំសង្កាត់តែវិញមកចកាជ័យយោគណៈបកសង្គ្រោះជាតិនឹងឈ្នះនៅថ្ងៃទី4 កុំជាដាច់ខាត